សួស្តីបងប្អូនអរគ្នាហើយសួស្តីទៅកាន់ក្មួយទាំងអស់គ្នាដែលត្រៀមនឹងប្រឡងបាក់ឌុបនៅខែក្រោយថ្ងៃទី10/11ខែសីហាបាទអញ្ចឹងថ្ងៃនេះហាត់ប្រាណហើយរៀងដូចស្រស់ស្រាយតិចអញ្ចឹងចង់ចែកម្លែកពីការប្រឡងបាក់ឌុបបន្តិចក្នុងនាមពូទៅដោយសាររយៈពេល14ឆ្នាំហើយមកដល់ថ្ងៃនេះដោយសារសម័យប្រឡងរបស់ខ្ញុំ2012ហ្នឹងហើយ2012អូខេអញ្ចឹងសម្រាប់ក្មួយដែលត្រៀមខ្លួននៅក្នុងការប្រឡងបាក់ឌុបពូមាន tip មួយចំនួនដែរទី1តើតើជាមួយនឹងការត្រៀមខ្លួននៅក្នុងការប្រឡងពូចង់ផ្ដល់តិចនិចទៅកាន់ក្មួយថាក្មួយមិនចាំបាច់សម្រាប់រៀនប្រហែលថ្ងៃចុងក្រោយនៅដែលគៀកថ្ងៃប្រឡងណាយើងអាចរាប់ថា5ថ្ងៃឬក៏មួយអាទិត្យមុនប្រឡងហ្នឹងសូមក្មួយកុំសម្រុកនៅក្នុងការរំលឹកមេរៀនឬក៏ប្រឹងស្រាវជ្រាវអីខ្លាំងពេកទេវាអាចបង្កជាឈឺបាទធ្វើយើង stress ជាដើមគេនិយាយថាកុំបារម្ភពេកណាហ្នឹងហើយយើងចាប់ដើមរៀនបដាទៅរយៈពេល12ឆ្នាំហ្នឹងហើយយើងធម្មតាទាំងពូពេលដែលពូប្រឡងក្តៅដែរយើងតែងតែមានការភ័យបារម្ភហ្នឹងប៉ុន្តែសូមកុំបារម្ភរហូតដល់យើងធ្វើយើងឈឺបាទទី2តកតងជាមួយនឹងសុខភាពរបស់យើងហ្នឹងមួយថ្ងៃពីរថ្ងៃមុនប្រឡងសូមក្មួយកុំញ៉ាំរបស់អីដែលធ្វើឲ្យប៉ះពាល់សុខភាពឬក៏បើក្មួយដែលអាឡែស៊ីជាមួយអីជាមួយគ្រឿងសមុទ្រឬក៏អ្នកណាមានជំងឺកាពះពោះវៀនអញ្ចឹងទៅកុំញ៉ាំអាហារផ្អាប់កុំញ៉ាំរបស់ហឹលពេកកុំញ៉ាំម្ជូរកុំញ៉ាំបុកល្ហុងគ្រឿងផ្អាប់អីជាដើមហ្នឹងកុំញ៉ាំវាធ្វើឲ្យប៉ះពាល់កាពះពោះវៀនរបស់យើងឈឺមកខាតអូខេយើងអត់ចង់រៀនត្រួតថ្នាក់អីត្រូវទេអូខេនឹងចំណុចទី2ចំណុចទី3ក្មួយត្រូវចាំចេះក្មួយមាន notebook មួយដើម្បីគាត់ចំណាំថាតើយើងគួរត្រៀមសម្ភារៈអ្វីខ្លះនៅក្នុងការប្រឡងពុកឧទាហរណ៍ដូចជាយើងគួរត្រៀមប៊ិចប្រហែលដើម2ដើម3ដើមយើងនិយាយថាយើងតិចបំផុតយើងត្រៀម3ដើមទៅយើងមើលអត់ឃើញទេធម្មតាយើងប្រឡង2ថ្ងៃហ្នឹងប៊ិចម្ដើមមានសរសេរអស់ផងត្រូវទេតែយើងមើលអត់ឃើញទេគាត់ជួនវាអស់ទឹកប្រមាក់រកខ្ចីគេណាកុំយើងត្រូវត្រៀមប៊ិចបន្ទាត់សម្ភារៈនៅក្នុងការដែលយើងត្រៀមប្រឡងក៏ដូចជាកាតសិស្សជាដើមហ្នឹងដែលយើងត្រូវត្រៀមហ្នឹងគេហៅថាពូខ្ញុំចង់ភ្លេចឈ្មោះវាដែលគេហៅយើងដឹងថាកាតប្រឡងបាក់ឌុបចឹងទៅណាហ្នឹងហើយត្រៀមវាឲ្យរួចរាល់អូខេចំណុចទី4តាក់ទងជាមួយនឹងពេលវេលាដើម្បីបញ្ជៀសការដែលយើងទៅប្រឡងយឺតក្មួយត្រូវសុំជំនួយពីម៉ាក់ប៉ាបងប្អូនមីងចឹងទៅសុំគឺក្នុងថ្ងៃហ្នឹងសុំឲ្យគាត់ជួយរំលឹកយើងឬក៏ដាក់ម៉ោងរោបើមិនយើងគេងព្រលឹមឡើងយើងងើបទៅប្រឡងត្រូវទេការពារយើងបារម្ភចឹងទៅយើងគេងជ្រុលអូខេយើងត្រូវប្រាប់ម៉ាក់ឬក៏ប៉ាចាំជួយដាស់ខ្ញុំផងជួយប្រាប់ខ្ញុំផងថានេះត្រៀមខ្លួនទៅប្រឡងណាថ្ងៃហ្នឹងត្រូវទៅប្រឡងបាក់ឌុបយើងត្រូវត្រៀមអូខេកុំឲ្យឡេតកុំឲ្យយឺតអូខេអញ្ចឹងអានេះចំណុចសាមញ្ញមាន4ហើយចំណុចចុងក្រោយសំខាន់អានេះគឺផ្ដាំទៅទាំងតាមម៉ាក់អាណាព្យាបាលសិស្សក៏ដូចជាបងប្អូនក្មួយដែលប្រឡងផ្ទាល់ហ្នឹងសូមទៅប្រឡងអូខេយើងប្រឡងចង់បានជាប់ចង់បាននិទេសល្អឲ្យត្រូវទេប៉ុន្តែក្មួយត្រូវចាំនិទេសគ្រាន់តែជាសញ្ញាមួយឯងហើយសំខាន់ណាស់គ្រប់គ្នាទាំងពូដូចគ្នាចង់បាននិទេសល្អប៉ុន្តែសូមកុំឲ្យវាคล้ายជាចំណុចមួយដែលចាក់ដោតផ្លូវចិត្តរបស់ក្មួយនៅពេលដែលក្មួយប្រឡងហើយអានេះគឺលទ្ធផលក្រោយប្រឡងណាអញ្ចឹងចំណុចហ្នឹងសូមក្មួយកុំគេហៅថាយើងសង្ឃឹមហើយយើងមានក្តីសង្ឃឹមយើងចង់បាននិទេសល្អប៉ុន្តែកុំរំពឹងឲ្យវាคล้ายជាចំណុចមួយដែលថាយើងត្រូវតែធ្វើវាឲ្យបានគ្រូសាយើងទីមទាត្រូវតែបានអូនិទេស A អូនិទេស B ត្រូវតែបានបើអត់បានទេលក់មុខគ្រូសាអីចឹងក្មួយកុំគិតបែបហ្នឹងណាប្រឡងបាននិទេសអ្វីក៏ដោយឲ្យតែជាប់អូខេយើងរីករាយ12ឆ្នាំក្មួយមិនធម្មតាទេអញ្ចឹងបាននិទេសក៏បានដែរឬក៏ប្រសិនបើក្មួយប្រឡងធ្លាក់ទៀតក៏កុំគិតខ្លីរៀនបន្ថែមទៀតរៀនតលតែប្រឡងចប់អានេះសារចែកម្លែកពីពូ
ពីព្រោះក្មួយត្រូវដឹងថាយើងប្រឡងចប់12រយៈពេល12ឆ្នាំជាធម្មតាអាយុ17 18ឆ្នាំអានេះជាអាយុជាធម្មតាអញ្ចឹងក្មួយមានរឿងជាច្រើនដែលប្រឡងវិស័យការងារយើងប្រឡងក្នុងសង្គមយើងត្រូវរៀនបន្តនៅថ្នាក់មហាវិទ្យាល័យឬក៏អ្នកខ្លះរៀនចប់ហើយយើងប្រឡងជាប់ក្របខ័ណ្ឌមន្ត្រីរាជការឬក៏ការងារអីផ្សេងៗទៅអញ្ចឹងសូមកុំដាក់ពិន្ទុសូមកុំវាយតម្លៃខ្លួនឯងបញ្ចប់ត្រឹមថ្នាក់បាក់ឌុបអូខេអញ្ចឹងពីពូគឹមសូមជូនពរក្មួយឲ្យប្រឡងជាប់ទាំងអស់គ្នាហើយក៏ជូនពរឲ្យបានអ្នកទេល្អទាំងអស់គ្នាដែរអូខេបាយបាយ